ស្ដីបងប្អូនទាំងគ្នាចឹងថ្ងៃនេះយើងមានវីដេអូថ្មីមួយទៀតហើយទាក់ទងនឹងដំណើរកំសាន្តនឹងជាលក្ខណៈគ្រួសារនិងមិត្តភ័ក្តិណានឹងមួយចែនេះឃើញនៅកន្លែងដើរលេងមួយចង្អុលមុនតែម្ដងចូលដល់ក្នុងភ្លុកគឺរត់ប្រយតែម្ដងទៅមើលត្រីណាហើយសួននេះមានឈ្មោះថាសួនរុក្ខជាតិអង្គរនៅក្នុងក្រុងសៀមរាបតែម្ដងណាបងប្អូននឹងចូលដល់ក្នុងក្រុងសៀមរាបហើយផ្លូវមកទឹកដៅមកប្រាសាទអង្គរវត្តតែម្ដងណាចឹងបងប្អូនមកតាមផ្លូវឃើញគេដាក់ការ៉ាសហើយគេដាក់កន្លែងចតឡានចតអីហើយបងប្អូនឃើញចឹងសួនគេគឺច្រើនបងប្អូនទេសភាពច្រើនមែនទែនហើយទេសភាពទាំងអស់ហ្នឹងមាននៅក្នុងវីដេអូនោះទាំងអស់បងប្អូនចង់ដឹងថាល្អប្លែកយ៉ាងណាទស្សនាទាំងអស់គ្នាបងប្អូនអាហ្នឹងខ្ញុំបើមើលតាមគេដាក់នៅក្រោមគឺផ្កាដើមមកដើមគេតែខ្ញុំផ្លេចបងប្អូនអត់បានថតហើយមើលទៅគឺដូចផ្លែស្កុំនិងផ្លែស្រស់កុំណានឹងតែតាមពិតទៅឈ្មោះគេផ្សេងទៀតនឹងហើយមិត្តភ័ក្តិនឹងប៊ុនផាណាក៏នៅរៀនជាមួយគ្នាក្នុងប្រព័ន្ធគាត់ខ្ញុំក៏នាំគ្រួសារកាត់ក្នុងគ្រួសារកាត់តទាំងអស់គ្នាទាំងឯងហើយកន្លែងនេះគឺកន្លែងដើបងប្អូនណាបងប្អូនឃើញសិនដើទេគឺធំមែនទែនបងប្អូនពីមុនឃើញច្រើននៅពេលឥឡូវឃើញតិចនឹងអញ្ចឹងមើលក៏វាហាល់ទឹកហាល់អីបងប្អូនហើយនេះមួយទៀតបងប្អូនទូចកន្លែងនេះគឺទូចល្មមទេនឹងអញ្ចឹងវាឃើញមនុស្សឃើញអីចូលទៅវាលើកក្បាលទៅក្នុងវិញទៅនឹងហើយមួយទៀតបងប្អូនគឺទៅពេញនឹងអាទូចវាច្រើននឹងមានកូនមិនអីទៀតចាក៏ប៉ុន្តែមិនបានថតអត់ទេបងប្អូនមើលទេសភាពមើលឲ្យការរៀបចំមកទៅគឺស្អាតបងប្អូនគឺយើងចូលទៅគឺព្រៃធម្មជាតិសុទ្ធសាធតែម្ដងណាបងប្អូននឹងគឺរៀបចំបែបនៅក្នុងព្រៃជាក់ស្ដែងឲ្យយើងឃើញណាហ្នឹងហើយមួយចែហ្នឹងគឺចូលមកផ្លាស់ខោអាវមួយហើយគឺនាំជោគតែម្ដងដល់ទៅមួយចែហ្នឹងគឺវិញផ្លូវដើរទៅហៅត្រឹមតែបានមកវិញហ្នឹងឡើងមកដើរប៉ុណ្ណឹងខ្លាច់បុកខ្លាច់អីក៏ងាកទៅនឹងតនេះមកចិត្តបុកគ្នាបងប្អូនចិត្តបុកមួយគេទៅញ៉ាំបានថតទៅវល់ទៅចាប់កូនហ្នឹងហើយយើងចូលមកប្លង់មួយទៀតបងប្អូនគឺកន្លែងនេះគឺកន្លែងដែលមានត្រីច្រើនកន្លែងសម្រាកកន្លែងអីគេមានកន្លែងសម្រាកមានកន្លែងអីណាឲ្យចំណាយត្រីឲ្យទិញចំណាយត្រីទិញចំណាយអីដើម្បីយើងឲ្យត្រីញ៉ាំបងប្អូនឃើញត្រីគឺរឹបប៉ុនរឹបម៉ឺនតែម្ដងសម្រាប់ត្រីណាមកតាន់អស់ទេបងប្អូននៅខាងនោះទៀតគឺច្រើនមែនទែនណាបងប្អូនលេងមានក្មេងមានអីគឺទៅលេងបាន free ទេបងប្អូនទៅលេងកន្លែងនេះ free ទេនេះខាន់មកគេគ្រាន់តែជួយ like page ជួយ share ជួយអីវីដេអូដែលកន្លែងការងារគេផុសណាកន្លែងសួនគេផុសយើងជួយ like ជួយអីក៏ទៅដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចររបស់យើងណាតែខ្ញុំក៏មិនសប្បានងាយ share ដែរអត់ដែរឃើញបងប្អូន like ហាក់ដែរឃើញទេហើយយើងចូលដល់កន្លែងកំសាន្តទី3នេះគឺកន្លែងទឹកសាយបងប្អូនហ្នឹងហើយទឹកសាយទីមានផ្ទះទឹកសាយមានផ្ទះអីណាគឺស្អាតមែនទែនវាស៊ីវាញ៉ាំមកលើដល់ពេលនិយាយចូលសម្លេងរនឹកវាមិនឃើញបងប្អូនឃើញស្អាតមែនទែនទឹកសាយណាស្អាតខ្ជូតបងប្អូនមានក្មេងមានកូនមានអីគឺត្រូវតែម្ដងចូលចិត្តសត្វចូលចិត្តអីណាគឺនាំកូនទៅនឹងក្មេងទៅកូនខ្ញុំពីរនឹងគឺអត់តែឃើញមិនថាទឹកសាយមិនថាសត្វអីផ្សេងទេផ្លែឈើផ្លែអីគេមានសពមុខនៅកន្លែងហ្នឹងតែម្ដងណាតែមកយើងក៏បានធ្វើដំណើរទៅមុខទៀតបងប្អូននឹងទឹកដៅផ្សេងទៀតកន្លែងនេះគឺយើងផ្លោតទៅបន្ទប់ទឹកនៅក្នុងនោះដែរគឺមានទាំងបន្ទប់ទឹកមាននៃការលក់កាហ្វេលក់អីផ្សេងទៀតនឹងគឺកន្លែងគេធ្វើបែបសួនមានកន្លែងកម្សាន្តគ្រប់ប្រភេទតែម្ដងណានឹងមួយចែកទៅនេះគេចាំម៉ាក់គេចូលបន្ទប់ទឹកនឹងដើរហៅដល់ពេញទៅហ្នឹងឯងតែខ្ញុំបានបើសំឡេងទៅស្រាប់សំឡេងទៅវារំខានសំឡេងរំខានច្រើនបងប្អូននៅវីដេអូណាមានសัตว์យំសัตว์អីវាមិនបញ្ហាទេតែយើងចង់បញ្ចូលសំឡេងនឹងមួយចែកគេមកចាំប៉ាចាំអីហើយតំបន់នេះបងប្អូនឃើញនេះគឺស្អាតដូចខ្ញុំនិយាយខាងលើមិនអញ្ចឹងគឺបងប្អូនដែលចូលចិត្តនឹងតាមព្រៃធម្មជាតិថ្មីយើងអាចមកដំណើរកម្សាន្តនៅកន្លែងនេះបានកន្លែងនេះគឺអត់មានគិតលុយគិតកាក់ទេនឹងយើងមកចូលមើលដោយសេរីតែម្ដងណាបងប្អូននឹងកំតែគេមកឲ្យយកអីចូលទេបងប្អូនកាលណាយកចូលទៅអាចជាយើងបញ្ចាំបរិស្ថានបញ្ចាំអីចូលថង់ចូលអីទៅណាចឹងគ្រប់ផ្លាស្ទិកទាំងអស់គឺគេអត់ឲ្យចូលទេនឹងគឺផ្កាស្អាតបងប្អូនហ្នឹងគឺយើងអាចបានមើលឈ្មោះទេអត់ដឹងថាផ្កាអីទេហើយយើងទៅកន្លែងនេះបងប្អូនអាណាគាត់ទៅយើងសម័យបើសិនវារីលូតលាស់ធំធាត់ទៅគឺស្អាតមែនទែនទាក់ទងនឹងផ្កាឈូកណាយើងឃើញតាមវីដេអូចិនវីដេអូអីតែជាក់ស្ដែងមកស្រុកខ្មែរយើងឃើញបដាបងប្អូនមើលទៅការរៀបចំនេះគឺមិនមែនអស់តិចទេបងប្អូនមានអស់តិចទេគ្រាន់តែឃើញគ្រឿងរៀបចំតុបតែងទាំងអស់នេះគឺអស់ច្រើនតែម្ដងបងប្អូនផ្កាអ័រគីដេយើងអ័រគីដេយើងមានច្រើនប្រភេទចង់វីដេអូខ្ញុំមកដាក់រូបភាពឲ្យបងប្អូនមើលទៅជាសន្លឹកទេជារូបភាពបងប្អូននឹងគឺស្អាតមែនទែនហើយចូលមកដល់ក្នុងនេះក៏មានចែនឹងគេទិញអីញ៉ាំទិញការ៉េមទិញអីញ៉ាំហើយនោះទិញតែរបស់ណាដែលមិនសូវល្អមិនសូវអីសម្រាប់ក្មេងៗហ្នឹងឯងយើងចូលកន្លែងមួយទៀតបងប្អូន
គឺមានម៉ូតូមិនអីជិះទេណាមានម៉ូតូមិនអីជិះនេះបងប្អូនឃើញនេះកន្លែងនេះគឺដល់វាកន្លែងផ្លែឈើកន្លែងផ្លែអីមានគ្រប់ប្រភេទបងប្អូនតែខ្ញុំមិនបានថតអស់ទេនឹងផ្លែខ្លះក៏វាផ្លែតិចទៅក៏ថតវាមិនឃើញស្អាតក៏អត់បានថតទៅអានេះគឺយើងចូលទៅមើលកន្លែងសត្វមឿនសត្វអីសត្វនៅក្នុងព្រៃសត្វអីផ្សេងៗហ្នឹងបងប្អូនតតាមប្លន់នឹងឯងនឹងតតាមប្លន់នឹងឯងពីលោកមុនគេបាញ់កន្លែងបាញ់ព្រួយបាញ់អីហើយយើងក៏មិនបានថតទេកន្លែងហ្នឹងគឺ move ច្រើនអញ្ចឹងពីអត់និយាយទៅតនក្មេងហើយខ្ញុំក៏បានមកដល់សួនផ្កាវិញបងប្អូននឹងផ្លូវសួនផ្កាហ្នឹងគឺជាផ្លូវដែលជិតចង់បញ្ចប់ហើយនឹងសួនផ្កាគឺសួនបន្លែហ្នឹងអញ្ចឹងវីដេអូដូចជាមិនមានអីច្រើនទេបងប្អូនអស់តែប៉ុណ្្នឹងឯងហើយក៏មិនបានទៅជាថតទៅជាអីដែរគាត់ថាលេងកំសាន្តថតយើងទុត្រួសផុសសតវីដេអូវែងហើយនឹងខ្លីរូបភាពផ្សេងៗណាហ្នឹងហើយដល់មួយថ្ងៃបងប្អូនពីព្រឹកនេះយើងទៅខាងប៉ែតតលេសាបនឹងមកដល់កន្លែងនេះគឺទូរស័ព្ទអស់ថ្មល្មមលត់ឈឹងហើយក៏ទៅដល់សួនបន្លែសួនអីគេក៏ឲ្យបានថតបានអីទេបងប្អូនដោយសារទូរស័ព្ទអស់ថ្មយើងថតតាំងព្រឹកនេះបងប្អូនដល់ពាក្យផ្កាហើយបងប្អូនឃើញស្អាតណានឹងគឺផ្កាអ័យគេដេទាំងអស់ហ្នឹងឯងក្រោយៗនេះគឺការជែកផ្កាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនជម្រាបលាជួប